ស្ពានសង់អស់មួយប្រមាណលានខ្ញុំបានទៅដល់ទីតាំងស្ពានដែលប្រទេសថៃបានផ្លោងដាច់ស្ពានរបស់ពួកយើងដែលពេលដែលខ្ញុំបានទៅដល់ទីតាំងនោះខ្ញុំឃើញហើយគឺខ្ញុំអណ្ដែតអធមខ្លាំងមែនតើហើយស្ពានបងប្អូនបានដឹងហើយស្ពាននីមួយៗកសាងគឺរយៈពេលយូរខ្លាំងមែនតើមិនត្រឹមតែប៉ុណ្ណោះទេស្ពាននីមួយៗកសាងតម្រាំតែបានមួយគឺចំណាយលុយសិតតែរាប់លានហើយប្រទេសថៃមិនមែនត្រឹមតែជាចោលលួចទឹកដីគឺបានបំផ្លាញទ្រព្យសម្បត្តិប្រជាជនខ្មែររបស់យើងព្រមទាំងធ្វើឲ្យប្រទេសរបស់យើងខូចខាតទ្រព្យសម្បត្តិជាច្រើនពេលដែលទៅដល់ឃើញផ្ទាល់ទស្សនវិជ្ជាបែបនេះគឺខ្លោចផ្សាដួងចិត្តខ្លាំងមែនតើដោយពេលដែលយើងបានឃើញហើយគឺយើងស្ដាយទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែររបស់យើងនិងប្រទេសរបស់យើងខ្លាំងមែនតើហើយស្ពាននេះបងប្អូនគ្រាន់តែឈរពីក្រោមនេះមើលឃើញទៅក៏អណោចធមដែរហើយការឈឺចាប់មួយនេះបងប្អូនគួរតែចាំគឺពួកយើងមិនអាចបំភ្លេចបានឡើយពីព្រោះអីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសរបស់យើងធ្លាក់ថ្លាមិនត្រឹមតែប៉ុណ្ណោះទេគឺបំផ្លាញឲ្យប្រជាពលរដ្ឋរបស់យើងមកទល់មកដល់សប្តាហ៍ថ្ងៃធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងមិនដឹងផ្ទះសម្បែងនៅទីណាដោយគេបានមកកាន់កាប់និងឈ្លានពានដីរបស់យើងប្រជាជនខ្មែររបស់យើងជាច្រើនអ្នកដែលត្រូវរងការខូចខាតនិងអ្នកខ្លះទៀតខ្សែធនក្នុងរយៈពេលដែលសង្គ្រាមនេះផងដែរខ្ញុំជឿថាភាគច្រើនបងប្អូនមិនសូវបានទៅដល់ទីនោះទេដោយសារតំបន់នោះឥឡូវកំពុងតែស្ងាត់ក៏មិនងាយចេញចូលស្រួលផងដែរប៉ុន្តែនៅក្នុងពេលនេះគឺសង្គ្រាមយើងមើលទៅមានការស្ងប់ស្ងាត់ក៏មានបងប្អូនយើងបានទៅដល់ទីតាំងនោះច្រើនផងដែរដូច្នេះបើបងប្អូនទៅខេត្តពោធិ៍សាត់ឬក៏ចង់ទៅលេងភ្នំ1005បងប្អូនអាចហួសទៅមើលស្ពានដែលជាកន្លែងដែលឈឺចាប់របស់កូនខ្មែររបស់យើងគ្រប់រូបគឺជាការចងចាំមួយហើយនឹងកន្លែងដែលប្រទេសថៃកំពុងតែដាក់កងកណើកំពុងតែពាត់យកដីប្រទេសរបស់យើងផងដែរហើយស្ពាននេះផងដែរដែលមានប្រវែងវែងដែលធ្វើឲ្យយើងមានការសោកស្ដាយខ្លាំងមែនទែន